ពូទីនគម្រាមសងសឹកធ្ងន់ធ្ងរលើលោកខាងលិចហ៊ានតែរឹបអូសកប៉ាល់រុស្ស៊ីនឹងត្រូវតបតវិញគ្រប់កន្លែងយោងតាមសារព័ត៌មាន RT ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចេញមុខព្រមានយ៉ាងក្តៅកកុកថាទីក្រុងមូស្គូនឹងចាត់វិធានការសងសឹកវិញដោយរឹបអូសកប៉ាល់ដឹកទំនិញរបស់លោកខាងលិចដូចគ្នាបន្ទាប់ពីបណ្ដាប្រទេសប្រចាំលោកបានធ្វើទុកបុកម្នេញនិងរឹបអូសកប៉ាល់ពាណិជ្ជកម្មស៊ីវិលរបស់រុស្ស៊ីនៅអឺរ៉ុបថ្លែងក្នុងកិច្ចប្រជុំជាមួយមេបញ្ជាការកងទ័ពជើងទឹកប៉ាស៊ីហ្វិកនៅថ្ងៃទី12សីហា2026លោកពូទីនបានចោទប្រកាន់លោកខាងលិចថាបានប្រព្រឹត្តអំពើចោរសមុទ្រក្រោមលេសថាកប៉ាល់ទាំងនោះជាកប៉ាល់ស្រមោលកិច្ចទណ្ឌកម្មលោកពូទីនប្រមានថារុស្ស៊ីនឹងរឹបអូសកប៉ាល់ដឹកទំនិញលោកខាងលិចវិញជាការឆ្លើយតបហើយនឹងដេញថ្លៃលក់ទ្រព្យសម្បត្តិទាំងនោះដូចគ្នាវិធានការតបតរបស់រុស្ស៊ីនឹងត្រូវធ្វើឡើងនៅគ្រប់ទីកន្លែងដែលខ្លួនចង់ធ្វើដោយមិនកម្រិតត្រឹមតែទីតាំងដែលកប៉ាល់រុស្ស៊ីរងការវាយឆ្មក់នោះទេលោកពូទីនកំពុងភ័យខ្លាចពីការប៉ុនប៉ងធ្វើឃាតដោយក្រុមមន្ត្រីក្នុងស្រុកដែលប្រឆាំងនឹងសង្គ្រាមរបស់ខ្លួននៅខណៈដែលអ៊ុយក្រែនកំពុងហុចភ្លើងសង្គ្រាមទៅឲ្យទីក្រុងមូស្គូវិញប្រជាជនរុស្ស៊ីជាច្រើននិងសូម្បីតែមន្ត្រីទាហាននៅក្នុងជួររដ្ឋាភិបាលរុស្ស៊ីត្រូវបានរាយការណ៍ថាពួកគេកំពុងកើតនៅកំហឹងមិនពេញចិត្តនិងភាពក្តៅក្រហាយយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលរបស់ពួកគេក្រោមការដឹកនាំរបស់លោកពូទីនដែលមិនអាចធានាបាននូវសន្តិសុខនិងសុខុមាលភាពសម្រាប់ការរស់នៅរបស់ប្រជាជនស៊ីវិលទាំងនោះមជ្ឈដ្ឋានជាច្រើនបានប៉ាន់ប្រមាណថាប្រសិនបើការវាយប្រហាររបស់អ៊ុយក្រែននៅតែបន្តលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកាន់តែខ្លាំងឡើងនឹងបង្កផលប៉ះពាល់កាន់តែខ្លាំងសម្រាប់ជីវភាពរស់នៅរបស់ប្រជាជនបណ្ដាលឲ្យទាហានបាត់បង់អាយុជីវិតកាន់តែច្រើនដោយគ្មានសញ្ញាពីការរីកចម្រើននៅសមរភូមិជួរមុខនោះកំហឹងរបស់ពួកគេអាចប្រែក្លាយជាសកម្មភាពដ៏ធំមួយដែលអាចនឹងផ្ទុះឡើងដើម្បីផ្ដួលរំលំមេដឹកនាំផ្ដាច់ការវិមានក្រំឡាំងចេញពីអំណាចប្រធានាធិបតីរុស្ស៊ីនៅពេលនេះក៏ទំនងជាមានការព្រួយបារម្ភផងដែរចំពោះសេណារីយ៉ូបែបនេះលោកពូទីនត្រូវបានរាយការណ៍ពីការផ្លាស់ប្តូរតួនាទីសំខាន់ៗរបស់មន្ត្រីមួយចំនួននៅក្នុងក្របខ័ណ្ឌក្រសួងការពារជាតិអ្វីដែលគួរឲ្យកត់សម្គាល់នៅពីក្រោយខ្នងព័ត៌មាននេះគឺជារឿងអាតកំបាំងមួយដែលប្រភពដែលជិតស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ីបានបង្ហាញការព្រួយបារម្ភអំពីលទ្ធភាពនៃការបះបោរពីសំណាក់កងកម្លាំងយោធាផ្ទៃក្នុងស្របពេលដែលទីភ្នាក់ងារស៊ើបការសម្ងាត់របស់លោកខាងលិចក៏ធ្លាប់បានរាយការណ៍អំពីបញ្ហានេះរួចមកហើយពួកគេយល់ឃើញថាមានលទ្ធភាពខ្ពស់ដែលក្រុមឧទាមអាចនឹងប៉ុនប៉ងធ្វើឃាតលោកពូទីនដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកហើយធ្វើឲ្យវាមើលទៅដូចជាការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនគេដឹងថាវិមានក្រំឡាំងចាត់ទុកហានិភ័យនេះថាមានភាពធ្ងន់ធ្ងរជាពិសេសក្នុងអំឡុងខែសីហានេះដែលគេតែងចាត់ទុកថាជាខែចម្លែកសម្រាប់ប្រទេសរុស្ស៊ីប៉ុន្តែការព្រួយបារម្ភនេះមិនមែនគ្រាន់តែជាជំនឿឆ្វេងនិយមដែលភ្ជាប់ខែសីហាទៅនឹងគ្រោះមហន្តរាយសម្រាប់ប្រទេសរុស្ស៊ីនោះទេព្រោះមានហេតុផលជាក់ស្ដែងជាច្រើននៅពីក្រោយរឿងនេះនៅពាក់កណ្ដាលខែមិថុនាលោកពូទីនបានទៅបំពេញទស្សនកិច្ចនៅទីក្រុងកាសានជាកន្លែងដែលកិច្ចប្រជុំកម្ពុជារុស្ស៊ីអាស៊ានដែលបានគ្រោងទុកនិងប្រកាសជាមុនត្រូវបានរៀបចំឡើងនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកពូទីនទៅកាន់តំបន់មួយនៅផ្នែកអឺរ៉ុបនៃប្រទេសរុស្ស៊ីក្នុងរយៈពេលជិត1ឆ្នាំចាប់តាំងពីខែវិច្ឆិកាឆ្នាំ2025លោកពូទីនត្រូវបានរាយការណ៍ថាបានជៀសវាងការបង្ហាញខ្លួននៅតំបន់ផ្សេងៗនៅក្នុងផ្នែកអឺរ៉ុបនៃប្រទេសរុស្ស៊ីក្រៅពីទីក្រុងមូស្គូលោកក៏លែងទៅសម្រាកលំហែកាយនៅលំនៅឋានដែលលោកចូលចិត្តទៅទីក្រុងសូជីនិងទីក្រុងវ៉ាល់ដៃទៀតផងទិន្នន័យចារកម្មក៏ត្រូវបានលើកឡើងអំពីការប្រុងប្រយ័ត្នអំពីសុវត្ថិភាពរបស់មេដឹកនាំរូបនេះដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកាសានត្រូវបានអមដោយវិធានការសន្តិសុខយ៉ាងតឹងរ៉ឹងបំផុតដែលមិនធ្លាប់មានពីមុនមកនោះទេសេវាទូរស័ព្ទដៃនិងអ៊ីនធឺណិតត្រូវបានរំខាននៅទីក្រុងកាសានខណៈឧបករណ៍កំណត់ទីតាំងនិងសេវាធនាគារតាមទូរស័ព្ទដៃក៏មិនអាចប្រើប្រាស់បានដែរសូម្បីតែសារ SMS ក៏ត្រូវបានរារាំងក្នុងការប្រើប្រាស់ផងដែរម៉ូតូស្កូទ័រអគ្គិសនីនិងកង់ត្រូវបានហាមឃាត់នៅក្នុងទីក្រុងអំឡុងពេលកិច្ចប្រជុំកំពូលគណៈសេវាដឹកជញ្ជូនទំនិញក៏ត្រូវបានផ្អាកដោយសារការព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោកពូទីនកងកម្លាំងសន្តិសុខជាច្រើនត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុងនេះដែលមានមន្ត្រីរាប់ពាន់នាក់មកពីកងកម្លាំងរុស្កវ៉ាឌីក្រសួងមហាផ្ទៃនិងសេវាការពារសហព័ន្ធ FSO ពីតំបន់ផ្សេងៗក្នុងគោលបំណងបង្ហាញពីភាពស្និទ្ធស្នាលជាមួយប្រជាជនលោកពូទីនបានទៅទស្សនាវិហារអ៊ីស្លាមគូលសារីហ្វនិងវិហារគ្រឹះសាសនាមួយនៅក្នុងតំបន់អំឡុងពេលកិច្ចប្រជុំកំពូលនៅទីនោះលោកត្រូវបានគេរាយការណ៍ថាបានជួបសំណេះសំណាលជាមួយអ្នកគោរពសាសនាទោះជាយ៉ាងណាការស៊ើបអង្កេតតាមប្រភពបើកចំហ OSINT បានបង្ហាញការពិតពីមនុស្សដែលត្រូវបានបង្ហាញខ្លួនថាជាអ្នកគោរពសាសនាភាគច្រើនគឺជាមន្ត្រី FSO ដែលស្លៀកពាក់បន្លំខ្លួននិងមន្ត្រីនៅក្នុងតំបន់ទន្ទឹមនឹងនេះលោកពូទីននៅតែត្រូវបានអមដំណើរដោយកងកម្លាំងសន្តិសុខយ៉ាងច្រើន
រួមទាំងទីហ៊ានដែលស្លៀកពាក់ឯកសណ្ឋានបំភាន់ភ្នែកនិងពាក់ម៉ាស់ផងដែរស្ថានភាពនេះត្រូវបានចាត់ទុកថាជាសញ្ញាមួយបង្ហាញពីការព្រួយបារម្ភរបស់លោកពូទីនចំពោះលទ្ធភាពនៃការកើតមានការបះបោរប្រឆាំងមកលើរូបគាត់យោងតាមព័ត៌មានពីសហគមន៍ចារកម្មលោកខាងលិចលោកពូទីនមានការព្រួយបារម្ភអំពីលទ្ធភាពនៃការប៉ុនប៉ងធ្វើឃាតលើរូបលោកដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដែលអាចត្រូវបានបង្ហាញថាជាការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនប៉ុន្តែតាមការរាយការណ៍ពីប្រភពជិតស្និទ្ធនឹងលោកពូទីនការវាយប្រហារដែលអាចកើតមាននោះអាចត្រូវបានរៀបចំឡើងដោយក្រុមឧទាមក្នុងស្រុកនិងក្រុមអិសរាជជនធំៗដែលធ្វើអាជីវកម្មដែលមានការមិនពេញចិត្តចំពោះសង្គ្រាមសហគមន៍ចារកម្មលោកខាងលិចបានរាយការណ៍អំពីការព្រួយបារម្ភនេះតាំងពីខែឧសភាមកម្លេះតាមពិតទៅពេលវេលាដែលមេដឹកនាំរុស្ស៊ីរូបនេះងាយរងការវាយប្រហារបំផុតគឺនៅពេលដែលលោកធ្វើដំណើរទៅបំពេញការងារជាលទ្ធផលលោកពូទីនបានលុបចោលស្ទើរតែរាល់ដំណើរទស្សនកិច្ចទៅកាន់តំបន់នានាហើយបច្ចុប្បន្នលោកហ៊ានតែបង្ហាញខ្លួននៅតំបន់ស៊ីបេរីប៉ុណ្ណោះសំណួរសួរថាតើលោកពូទីនអាចរស់រានមានជីវិតរហូតដល់ខែសីហាឆ្នាំ2026ឬយ៉ាងណាកំពុងក្លាយជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភមួយក្នុងចំណោមក្រុមដែលអាចនឹងបង្កការគំរាមកំហែងដល់លោកពូទីននោះតួអង្គដ៏លេចធ្លោមួយគឺអតីតរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu ទោះបីលោកពូទីនបានផ្លាស់ប្ដូរតួនាទីលោក Shoigu ទៅកាន់ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីក៏ដោយក៏គេជឿថាលោកនៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិរុស្ស៊ីដដែលក្នុងចំណោមមន្ត្រីដែលបានបាត់បង់ឥទ្ធិពលមួយផ្នែកនៅក្នុងអំឡុងការរៀបចំរចនាសម្ព័ន្ធឡើងវិញនៅក្រសួងការពារជាតិរុស្ស៊ីកាលពីខែសីហាអ្នកវិភាគបានលើកឡើងជាពិសេសអំពីអនុរដ្ឋមន្ត្រីការពារជាតិលោក Alexei Krivoruko ខុសពីមន្ត្រីក្រសួងការពារជាតិមួយចំនួនផ្សេងទៀតដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Shoigu លោក Krivoruko នៅតែរក្សាតំណែងជាអនុរដ្ឋមន្ត្រីដដែលបន្ទាប់ពីការបោះសម្អាតមន្ត្រីទ្រង់ទ្រាយធំដែលបានកើតឡើងនៅដើមឆ្នាំ2026មូលហេតុគឺលោក Krivoruko ត្រូវបានគេចាត់ទុកថាជាស្ពានតភ្ជាប់ទៅកាន់ក្រុមហ៊ុនធំៗនៅក្នុងវិស័យឧស្សាហកម្មយោធារបស់រុស្ស៊ីដោយរូបលោកផ្ទាល់ធ្លាប់ដឹកនាំក្រុមហ៊ុន Kalashnikov ពីមុនមកផងដែរប៉ុន្តែនៅខែសីហាសិទ្ធិអំណាចរបស់លោកក្នុងការគ្រប់គ្រងលទ្ធកម្មសាធារណៈរបស់ក្រសួងការពារជាតិត្រូវបានដកហូតចាប់ពីពេលនោះមកលោក Krivoruko ត្រូវផ្ដោតការយកចិត្តទុកដាក់ទាំងស្រុងលើការអភិវឌ្ឍអាវុធទំនើបខណៈការគ្រប់គ្រងលើផ្នែកហិរញ្ញវត្ថុនិងកិច្ចសន្យាផ្សេងៗត្រូវបានដកចេញពីដៃរបស់លោកទាំងស្រុងបច្ចុប្បន្នសមាជិកតែម្នាក់គត់នៅក្នុងក្រុមមន្ត្រីដែលមានទំនាក់ទំនងជិតស្និទ្ធនឹងលោក Shoigu ដែលនៅតែបន្តកាន់តំណែងបន្ទាប់ពីលោកចាក់ចេញពីក្រសួងការពារជាតិគឺឧត្តមសេនីយ៍និងជាអនុរដ្ឋមន្ត្រី Yunus Bekyekurov លោក Yekurov ទទួលបន្ទុកលើអ្វីដែលរុស្ស៊ីហៅថាប្រតិបត្តិការពិសេសជាពិសេសប្រតិបត្តិការរបស់រុស្ស៊ីនៅតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកលោកមិនបានរងផលប៉ះពាល់ពីវិធានការបោះសម្អាតមន្ត្រីនោះទេដោយសារតែលោកផ្ដោតតែទាំងស្រុងលើកិច្ចការរបស់រុស្ស៊ីនៅក្រៅប្រទេសចំពោះសមាជិកផ្សេងទៀតនៃក្រុមការងាររបស់លោក Shoigu វិញពួកគេភាគច្រើនត្រូវបានបណ្តេញចេញពីតំណែងខណៈមួយចំនួនត្រូវបានចាប់ខ្លួនឬកំពុងស្ថិតក្រោមការស៊ើបអង្កេតក្នុងចំណោមនោះមានលោក Ruslan Tisalikov ដែលជាអនុរដ្ឋមន្ត្រីទី1និងជាជំនួយការដ៏សំខាន់ម្នាក់របស់លោក Shoigu ផងដែរចាប់តាំងពីខែមីនាលោក Tisalikov ត្រូវបានចាប់ខ្លួនពីបទពាក់ព័ន្ធនឹងការបង្កើតអង្គការឧក្រិដ្ឋកម្មហើយទ្រព្យសម្បត្តិរបស់លោកក៏ត្រូវបានរឹបអូសផងដែរមន្ត្រីផ្សេងទៀតដែលមានទំនាក់ទំនងជាមួយក្រុមរបស់លោក Shoigu ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតផងដែររួមមានលោក Timur Ivanov ដែលទទួលបន្ទុកផ្នែកសំណង់យោធាលោក Dmitry Bulgakov លោក Pavel Popov លោក Yuri Sadovenko ដែលជាប្រធានខុទ្ទកាល័យរបស់លោក Shoigu នឹងបានទទួលមរណភាពនៅខែធ្នូឆ្នាំ2025ព្រមទាំងអ្នកស្រី Tatiana Shevtsova ដែលជាអ្នកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុរបស់លោក Shoigu អ្នកស្រី Shevtsova ត្រូវបានបណ្តេញចេញពីក្រសួងការពារជាតិប៉ុន្តែមិនទាន់ត្រូវបានចាប់ប្រកាន់ជាផ្លូវការនៅឡើយទេស្ថានភាពនេះបង្ហាញថាលោកពូទីនកំពុងមានការសង្ស័យនិងមិនទុកចិត្តកាន់តែខ្លាំងចំពោះមនុស្សនៅក្នុងរង្វង់អំណាចរបស់លោកដោយបារម្ភថាមន្ត្រីជាន់ខ្ពស់មួយចំនួនអាចនឹងក្លាយជាប្រភពនៃការគំរាមកំហែងពីខាងក្នុងដូចនេះហើយសម្រាប់សំណួរដែលចោទសួរថាតើលោកពូទីននឹងនៅតែបន្តកាន់អំណាចបានយូរប៉ុណ្ណាកំពុងក្លាយជាប្រធានបទនៃការពិភាក្សាកាន់តែខ្លាំងខណៈការប្រឈមពីខាងក្រៅនិងភាពមិនប្រកបប្រជានៅខាងក្នុងរង្វង់អំណាចរបស់លោកកំពុងកើនឡើងយ៉ាងខ្លាំង